នេះជាងនេះធ្លុះមកតិចមកសក់មើលថ្មខាងនេះញោមអើយសំណោះមែនតើហ្មងនេះគោបុរៈទី2ញោមបាក់តិចមកមើលកន្លែងនេះកន្លែងហោជាងនេះហោជាងកន្លែងខ្លោងទ្វារចូលទៅក្នុងប្រាសាទញោមកន្លែងខ្លោងទ្វារមើលដាច់ថ្មឯងមកទាំងដាំងមកអស់ហើយជាងគ្មានកន្លែងណាដែលថាអត់សោះទេអូននេះតើណាបងណាជួយ share វីដេអូនេះទាំងអស់គ្នាផងបើសិនបើជាយើងជាកូនខ្មែរទាំងអស់គ្នាញាតិញោមហើយឥឡូវនេះគឺថ្មបានមកដល់គោបុរៈទី2ញាតិញោមមើលកន្លែងខ្លោងទ្វារគោបុរៈទី2ឈរជើងនៅបានទៀតអត់ទេញោមមើលល្បេះមកអញ្ចឹងហ្នឹងហើយរត់តែរបូតទេនេះមើលនេះឥឡូវនេះគឺថ្មបានមកដល់គោបុរៈទី2ញោមណាហ្នឹងហើយអញ្ចឹងកុំតអានអូទៅណាញោមថ្មចុះមកពីគោបុរៈទី5ទី4ទី3ឥឡូវនេះមកដល់គោបុរៈកាន់តែគៀកកន្លែងក្បាលនេះនឹងគោបុរៈទី2អញ្ចឹងញោមតាមដានទាំងអស់គ្នាសិនញោមណាហើយវីដេអូនេះរៀងនិយាយទៅរៀងទៅហេតុទៅហោតិចញោមមើលព្រោះយើងមិនមែនថតនៅក្នុងបន្ទប់ទេយើងចុះមកថតលើភ្នំប្រាសាទលើភ្នំអញ្ចឹងវាដើររៀងទៅហេតុទៅហោហត់ហើយញោមមើលគោបុរៈទី2នេះក៏ខ្ទេចច្រើនដែរណាញោមខ្មែរយើងភ្ញៀវទេសចរទាំងអន្តរជាតិទាំងខ្មែរយើងគាត់មកទស្សនាប្រាសាទរបស់យើងញោមមើលគឺថាការមិនទាន់បាត់ឈប់បាយគឺស្អាតល្អហើយមើលជាងថ្មដាច់យ៉ាងទាំងផ្ទាំងហ្មងហ្នឹងសំណោះមែនតើអានេះ500ទីតាំងជាងមិនធម្មតាទេញោមអើយតិចហ្មងហើយមើលជាងកនេះកន្លែងនេះយើងជើងតម្រត្រតសត្រអាកន្លែងដបូលខាងលើនេះដាច់ធ្លាក់ឯងទាំងផ្ទាំងមកមិនធម្មតាទេគឺថាខ្ទេចច្រើនហ្មងសាទដូនតាខ្មែរយើងដែលលោកខំកសាងមករាប់រយរាប់ពាន់ឆ្នាំហើយមើលមកក្របវាមកហ្នឹងដាច់ថ្មលបើកឲ្យមកទាំងផ្ទាំងហ្មងសំណោះញោមចឹងហើយសង្ឃឹមកូនខ្មែរយើងទាំងអស់គ្នារួមគ្នាសាមគ្គីគ្នាកុំទាស់តែងឆ្លោះគ្នាតែកាលណាយើងទាស់តែងឆ្លោះគ្នាបែកបាក់សាមគ្គីគ្នាគឺសត្រូវវាមើលងាយហើយវាឆ្លៀនពៀនហើយញោមមើលនេះអានេះញោមទៅបែកខាងនេះកន្លែងខ្លោងទ្វារគោបុរៈទី2កន្លែងខ្លោងទ្វារខាងមុខមកញោមមើលនេះមើលដាច់ថ្មទៅផ្ទាំងហើយអាញាធររបស់យើងលោកខំកសាងជួសជុលគេថាជួសជុលតាំងពីមុនវត្តឈប់បាញ់មកនេះខំយកឈើយកអីយកមករឹបវាយកខ្សែកាបនេះពាត់ចងដើម្បីប្រាសាទយើងបានឈរជើងទៅដល់ខាងមុខរាប់រយរាប់ពាន់ឆ្នាំហើយមើលតើសង្គ្រាមប្រហែលថ្ងៃខ្ទេចប្រាសាទរបស់យើងបែកនេះលំបើកថ្មនោះធ្លាក់ទៅក្រោបនោះញោមមើលខាងនេះមានអារម្មណ៍តក់ស្លុតមកមើលដាច់ខ្ទេចបាក់បែកខ្ទេចមកតនអានអូរំលងវីដេអូរបស់ថ្មទៅណាញាតិញោមណាកុំតនអូរំកន្លែងនេះកន្លែងគេហៅថាហោជាងណាក្បាច់ចម្លាក់ញោមមើលរបស់ដូនតាខ្មែរយើងលោកឆ្លាក់លោកដាប់ខំកសាងតម្រាំបានមិនតិចស្ដាច់ទេណាញោមប្រាសាទនេះណា4 5ស្ដាច់ទេណាហើយមើលដាច់អស់ហើយកន្លែងហោជាងកន្លែងតសត្រហោជាងញោមមើលដាច់ទាំងផ្ទាំងមិនដឹងថាត្រូវការពេលវេលាប្រមាណដើម្បីជួសជុលប្រាសាទហ្នឹងឲ្យបានស្អាតដូចដើមញាតិញោមមិនងាយទេអាការជួសជុលឲ្យវាមកកំទេចរបស់យើងតែមួយផ្លែតចឹងហើយវីដេអូនេះអាត្មាចង់បង្ហាញទៅដល់កូនខ្មែរមួយចំនួនដែលពួកគាត់និយមនៅតែប្រើឬនិយមនាំអាតំណែងសៀមនេះយកមកលក់យកមកប្រើណាទាំងអ្នកនាំតំណែងទាំងអ្នកប្រើប្រាស់តំណែងសៀមញោមអើយទី1ញោមត្រូវគិតអាណិតទៅដល់ដូនតាខ្មែរយើងដែលលោកខំកសាងណាមើលមិនដឹងថាយើងមានខួរមានឈាមជ័រជាខ្មែរអត់ញោមគិតមើលអាណិតដូនតាយើងដែលលោកខំកសាងមិនតិចស្ដាច់ទេហើយអ្នកលះបង់ជីវិតកសាងក៏មិនតិចមនុស្សដែរណាញោមហើយទី2យើងត្រូវអាណិតទៅដល់វរៈកងទ័ពយើងទាំងអស់ដែលលោកខំកសាងប្រាសាទដែលលោកខំការពារខំការពារ20ថ្ងៃជាងនេះញាតិញោមមើលរួចជីវិតរស់បានមកនេះមិនមែនធម្មតាទេចឹងហើយអាណិតទៅដល់បងញោមវរៈកងទ័ពយើងទាំងអស់ផងញោមណាអាណិតពួកគាត់ផងហ្នឹងហើយកុំប្រើអីល្អប៉ុន្មានក៏ដោយថោកប៉ុន្មានក៏ដោយឲ្យតែរបស់សៀមហ្នឹងឲ្យជឿអាត្មាទៅអត់ខុសឲ្យកុំប្រើកាលណាយើងអត់ប្រើយើងងាកមកគ្រប់គ្រងផលិតផលចង្វាក់ការផលិតរបស់ខ្មែរយើងមានអន់ឯងយកមកកភ្លុះនៅលោកតែពួកគាត់ខំកសាងខំផលិតមកយើងនាំគ្នាគ្រប់គ្រងរបស់ខ្មែរយើងទៅញាតិញោមរៀនរស់រៀនប្រើខ្លួនឯងរៀនរស់ខ្លួនឯងកាលណាញោមគ្រប់គ្រងរបស់ខ្មែរយើងគាត់ខំផលិតយូរទៅគាត់ចេះតែវិវត្តខ្លួនល្អទៅហើយបង្កើនសេដ្ឋកិច្ចជាតិយើងឲ្យរឹតតែរឹងមាំលែងទុនជ្រាយទៀតហើយអញ្ចឹងហើយអធិស្ឋានហើយក៏សនំពោណារាល់ការនិយាយសង្ឃនិកាក្នុងគោលបំណងមួយគត់គឺឲ្យខ្មែរយើងរឹងមាំសាមគ្គីគ្នានឹងឲ្យជាតិយើងខ្លាំងតែកាលណាជាតិយើងខ្លាំងហើយសត្រូវវាខ្លាចហើយពួកអាចោសៀមនឹងសំឲ្យវាមើលងាយយើងណាអញ្ចឹងហើយយើងណារួមគ្នាហ្នឹងហើយងាកមកគ្រប់គ្រងផលិតផលរបស់ខ្មែរយើងឈប់ប្រើរបស់ពួកអាចោសៀមអស់ហ្នឹង